นี่បងប្អូនវីដេអូមុនណាខ្ញុំលមាស់ពោះពេកខ្ញុំសួរបងប្អូនថាបើបេកូនយើងសក់ច្រើនមែនបានជឹងបានចេះជាលមាស់បែបនេះណាប៉ុន្តែដល់ពេលអញ្ចឹងគិតឆ្ងល់មួយដែរព្រោះថាឃើញបងប្អូនខមមិនមកច្រើនខ្លាំងណាស់គាត់ថាមែនទេអូនកូននៅក្នុងពោះឡើងប្រហែលសតបបណ្ដោះបាពោះយើងអញ្ចឹងមិនបានត្រូវលមាស់ពោះដោយសារសក់ចាក់មែនទេមកពីយើងបែកសង្វាខ្ញុំឆ្ងល់ដល់ពេលអញ្ចឹងដោយសារតែកូនបវលក្បាលចុះក្រោមនៅក្បាលនៅនេះសោះហេតុអីក៏លមាស់ខាងលើនេះហ្នឹងខមមិនច្រើនមែនទែន 90% ឯងគាត់ថាមកពីយើងនឹងរីកស្បែកពោះយើងទៅជាវាចេញសង្វាអីចឹងណាទៅធ្វើឲ្យយើងលមាស់ហើយតែយើងត្រឹមមិនបានទេអេសយោស្នាមកញ្ចក់ស្នាមដៃយើងហ្នឹងគឺឡើងសង្វាធំហើយឡើងក្រហមឡើងអីហ្មងបងប្អូនហើយខ្ញុំមែនតែបងប្អូននេះឡើងរៀងក្រហមសង្វាហើយវាទ្រាំមិនបានជួនកាលពេលខ្លះយើងរៀងចង់កេងលក់ទៅវាទ្រាំមិនបានអីចឹងណាបងប្អូនហើយគាត់ថាកុំឲ្យអេសអីហើយរកអីលាបទៅជាពិសេសគឺប្រេងសង្វាទប់ស្កាត់សង្វាឬក៏ព្យាបាលសង្វាហ្នឹងកុំឲ្យវាមានឡើងទៀតចឹងណាមិនភាគច្រើនគាត់ថាឲ្យយើងនឹងធ្វើប្រេងដូងត្រជាក់លាបទប់ស្កាត់សង្វាហើយដឹងតែអំលមាស់ហ្មងលាបតែមួយថ្ងៃគឺបាត់លមាស់ហើយប៉ុន្តែខ្ញុំអត់មានពេលធ្វើប្រេងសង្វាបងប្អូនជាពិសេសគឺយើងចិត្តសម្រាលឯហ្នឹងអញ្ចឹងមិនថាបងខ្លះតាំងពីចាប់ដើមមានទម្ងន់មកគឺគាត់លាបតាំងពីខែដំបូងមកគឺពោះគាត់ឡើងរលោងសស្អាតតែម្ដងហើយខ្ញុំនេះវិញអត់មានលាបអីសោះហ្មងតាំងពីទម្ងន់មករហូតដល់ចិត្តគ្រប់ខែបែបនេះមិនដឹងថាទប់លេងជាប់ហើយព្រោះថាពោះយើងធំលឿនមែនតែនហ្មងសម្រុកធំខ្លាំងណាស់បងប្អូនអើយដល់ពេលអញ្ចឹងសង្វាក៏វាចេញហើយចាប់ដើមលមាស់ពិបាកទ្រាំមែនតែនហើយម៉ែណាខ្លះដូចខ្ញុំនិយាយថាអត់ហ៊ានលាបអីទេធម្មជាតិពេកដល់ពេលលមាស់ហើយបែកសង្វាអញ្ចឹងមិនដឹងខ្លួនទេទៅវាអាក្រក់មើលណាបងប្អូនឡើងសង្វាអញ្ចឹងសម្រាប់អ្នកចង់បំបត្តិសង្វាឬក៏ទប់ស្កាត់ឲ្យវាឡើងថែមទៀតអីហ្នឹងគឺយើងអាចប្រើជាមួយនឹង IK នេះដោយសារតែខ្ញុំ research មើលច្បាស់លាស់ហើយបងប្អូនសុវត្ថិភាពក្នុងការប្រើខ្លាំងមែនតែនហ្មងព្រោះថាខ្ញុំមិនហ៊ានលាបអីទេតាំងពីដំបូងមកដោយសារតែខ្លាចប៉ះពាល់នឹងឯងតែដល់ពេល research មើលឃើញអា frame នេះវាល្អលាបអញ្ចឹងទៅក៏ខ្ញុំទិញមកឈុតវានេះគឺមានទាំងគ្រីមមានទាំងប្រេងនឹងដែរហើយឃើញថាលាបបានតាំងពីបងប្អូន comment វីដេអូមុននឹងមកគឺពោះខ្ញុំរៀងស្រាលលមាស់ជាងឡងជាងមុនដែរអញ្ចឹងចាំមើលបន្តទៀតថាវាបាត់ឬក៏វាទប់ស្កាត់បានប្រមាណភាគរយខ្ញុំនឹងអាប់ដេតបន្តព្រោះអីខ្ញុំនឹងទប់ស្កាត់វាកុំឲ្យវាឡើងថែមទៀតហើយនឹងព្យាបាលឲ្យវាបាត់ទាំងស្រុងតែម្ដង